សួស្តីបងប្អូនទាំងអស់គ្នាដល់ពេលវេលាដែលយើងត្រូវស្ដាប់រឿងទៀតហើយបាទថ្ងៃនេះគឺខ្ញុំមានរឿងមួយមានចំណងជើងថាអូនិតមិនមានទឹកចិត្តបាទអូនិតមិនមានទឹកចិត្តបែបណានោះទៅបាទក៏សូមអញ្ជើញតាមដានស្ដាប់ទាំងអស់គ្នាណាអូនិតគឺជាក្មេងដែលមានមុខមាត់គួរឲ្យស្រឡាញ់រៀនពូកែធ្វើការមានរបៀបរៀបរយតែមិនដឹងជាកើតអ្វីនោះទេបានជាមិត្តភ័ក្តិនឹងមិនចូលចិត្តអូនិតឡើយនៅព្រឹកនេះរៀនមុខវិជ្ជាសិល្បៈអូនិតកំពុងតែលាបពណ៌ក៏ត្រាប់តណយណានឹងក៏បានមករកអូនិតឲ្យខ្ញុំសូមប្រើពណ៌ជាមួយផងខ្ញុំភ្លេចយកវាមកហើយអូនិតក៏បានតបវិញថាមិនបានទេវាជារបស់ខ្ញុំហើយខ្ញុំក៏ត្រូវការប្រើវាដែរខ្ញុំទើបតែទិញវាមកថ្មីនោះទេនៅពេជ្រនោះនងនឹងក៏បានលឺហើយក៏បានហៅណយណាឲ្យប្រើពណ៌ជាមួយគ្នានៅក្នុងម៉ោងគណិតវិទ្យាអ្នកគ្រូក៏បានឲ្យសិស្សធ្វើលំហាត់នៅលើក្តារខៀននៅពេលដែលអូនិតកំពុងតែបុកលេខភ្លេចខ្លួននោះស្រាប់តែនងផាត់ក៏បានយកដៃមកឆ្កឹះសូមខ្ចីដីសមួយដើមដីសខ្ញុំបាក់បាត់ទៅហើយអូនិតនោះក៏បានតបវិញថាមិនបានទេមិនចេះត្រៀមមកខ្លួនឯងអូនិតមិនឲ្យមិត្តភក្តិខ្ចីនោះទេដោយអូនិតមានដីសច្រើនដើមហើយចំណែកនងផាត់ហ្នឹងក៏បានទៅសុំខ្ចីដីសរបស់ធនិតជំនួសវិញទៅពេលសម្រាប់ថ្ងៃត្រង់អូនិតក៏បានទិញបាយពោតមួយថងយ៉ាងធំដើររកកន្លែងអង្គុយហើយក៏បានលឺទុយនុយអង្គុយជជែកគ្នាជាមួយនឹងម៉ាក់ណាវនៅក្រោមដើមឈើក្បែរនោះខ្ញុំបានធ្វើឲ្យបាត់កាបូបលុយមិនមានលុយទិញនំនោះទេទុយនុយនិយាយដោយទឹកមុខក្រៀមក្រំមិនជាអ្វីទេឥឡូវយើងទៅទិញនំមកចែកគ្នាហូបក៏បានអូនិតបានលឺហើយក៏បញ្ញាប់ដើរជៀសចេញទៅអង្គុយកន្លែងផ្សេងដោយអូនិតគិតថាទុយនុយគឺជាមនុស្សធាត់ពូកែញ៉ាំអញ្ចឹងហើយខ្លាចដណ្ដើមនំញ៉ាំអស់អូនិតគឺជាមនុស្សដែលមាននិស្ស័យបែបនេះមិនមានទឹកចិត្តចែករំលែកអ្វីឲ្យនរណានោះទេទើបមិនមានមិត្តភ័ក្តិចង់តែគប់រកហើយក៏មិនមាននរណាម្នាក់ចង់លេងជាមួយអូនិតផងដែរក៏ប៉ុន្តែអូនិតមិនចាប់អារម្មណ៍នោះទេវារឹតតែល្អនិងមិនមាននរណាមករំខានជាមួយនឹងអូនិតល្ងាចថ្ងៃនេះគឺអូនិតត្រឡប់ពីសាលារៀនហើយចេញទៅលេងក៏ភ្លេចខ្លួនរហូតដល់យប់ងងឹតហើយអូនិតក៏បាននៅធ្វើកិច្ចការផ្ទះរហូតដល់យប់ជ្រៅងងុយគេងណាស់អូនិតអង្គុយធ្វើកិច្ចការផ្ទះបណ្ដើរងក់បណ្ដើររហូតទាល់តែរួចហើយក៏បានបញ្ញាប់យកសៀវភៅដាក់ចូលក្នុងកាតាបលូនឡើងលើគ្រែដេកលងលក់ស្លុងតែម្ដងពេលព្រឹកឡើងអូនិតក៏បានភ្ញាក់ឡើងយឺតទើបប្រញាប់ទៅរៀនដោយមិនបានពិនិត្យឲ្យរៀបរយរបស់នៅក្នុងកាតាបដោយទម្លាប់ម៉ោងដំបូងគឺជាម៉ោងមុខវិជ្ជាភាសាខ្មែរអ្នកគ្រូឲ្យទាញសៀវភៅឡើងយកមកអាននៅពេលដែលអូនិតបើកកាតាបឡើងក៏ភ្ញាក់ខ្លួនព្រឺតចាប់ហើយភ្លេចយកសៀវភៅនៅផ្ទះទាំងអស់ហើយប្រអប់ដីសនិងកាបូបលុយក៏អត់បានយកមកទៀតអូនិតដើរទៅប្រាប់អ្នកគ្រូក៏បានប្រាប់ឲ្យមើលសៀវភៅជាមួយនឹងមិត្តភ័ក្តិអូនិតត្រឡប់មកអង្គុយធ្វើមុខយ៉ាងក្រៀមក្រំមិនហ៊ានសុំមិត្តភ័ក្តិអានជាមួយនោះទេព្រោះថាខ្លួនមិនដែលធ្លាប់ចែករំលែកឲ្យនរណាម្នាក់អានឡើយណយណាឃើញហើយក៏អាណិតទើបបាននិយាយថាអានជាមួយខ្ញុំក៏បានអរគុណណាស់អូនិតក៏បានប្រាប់ទៅណយណាទាំងសប្បាយចិត្តនៅពេលដែលអ្នកគ្រូឲ្យសរសេរអូនិតមិនមានដីសអូនិតក៏បានបែរឆ្វេងបែរស្ដាំរកមើលមិត្តភ័ក្តិតែមិនហ៊ានខ្ចីគេនោះទេអូនផាត់ក៏បាននិយាយថាខ្ចីរបស់ខ្ញុំក៏បានដែរខ្ញុំមានច្រើនដើមណាស់អូនិតក៏បានតបទៅមិត្តភ័ក្តិនោះវិញថាខ្ញុំអរគុណណាស់អូនិតក្រែងចិត្តដែលថ្ងៃមុនមិនបានឲ្យអូនផាត់ខ្ចីដីសនោះទេ
អំឡុងពេលសម្រាប់ថ្ងៃត្រង់ក្នុងពេលដែលអូននិតអង្គុយឯកាមិនមានប្រាក់ទិញនំទុយនុយក៏បានកាន់នំពោតយ៉ាងធំមកអង្គុយក្បែរហូបនំពោតជាមួយគ្នាមកណាខ្ញុំទិញមកច្រើនណាស់ណាទុយនុយក៏បានបបួលអូននិតអរគុណណាចាទុយនុយអូននិតញញឹមយ៉ាងសប្បាយចិត្តហើយមានអារម្មណ៍ថាខ្មាស់អៀនដែលមិនធ្លាប់ចែករំលែកនំឲ្យទុយនុយញ៉ាំឡើយអូននិតមានអារម្មណ៍រំភើបនៃទឹកចិត្តរបស់មិត្តភ័ក្តិយ៉ាងខ្លាំងហើយខ្មាស់អៀនតែកន្លងមកអូននិតមិនធ្លាប់មានទឹកចិត្តឲ្យនរណាម្នាក់នោះឡើយព្រោះតែមិនធ្លាប់គិតថាថ្ងៃមួយខ្លួនឯងក្តៅក្រហាយនឹងត្រូវពឹងពាក់អាស្រ័យលើមិត្តភ័ក្តិចាប់ពីពេលនោះមកអូននិតទើបទម្រាប់ខ្លួនសារជាថ្មីខ្លាយជាក្មេងមានទឹកចិត្តចេះចែករំលែកឲ្យអ្នកដទៃឥឡូវនេះអូននិតនឹងទើបខ្លាចជាមនុស្សជាទីស្រឡាញ់របស់មិត្តភ័ក្តិហើយលេងរួមរស់ជាមួយគ្នាយ៉ាងសប្បាយរីករាយ